គោរពជំរាបសួរបងប្អូននៅក្នុង YouTube ផងដែរបាទមួយរយៈនេះគឺបងប្អូនបាត់ខ្ញុំឈឹងតែម្ដងបាទដោយសាររវល់ការងារពេកបងប្អូនបាទចឹងហើយថ្ងៃនេះគឺខ្ញុំមានវីដេអូមួយដែរបាទចែករំលែកជូនបងប្អូនថ្ងៃនេះគឺចម្លែកពាក់ព័ន្ធជាមួយនឹងការធ្វើម៉ាស៊ីនបោកបាទមូលហេតុអ្វីម៉ាស៊ីនបោក Samsung វាមិនហូរទឹកបាទចឹងបងប្អូនដែលថ្មីបាទសម្រាប់បងប្អូនថ្មីទេឬក៏បងប្អូនដែលមិនតន់ចេះសោះឬក៏បងប្អូនចង់បដូរខ្លួនឯងបាទមានឱកាសមានម៉ាស៊ីនបោកណាបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំបង្ហាញបងប្អូនមូលហេតុអ្វីបានជាម៉ាស៊ីនបោកវាមិនហូរទឹកបាទអញ្ចឹងបងប្អូនបន្តិចទៀតនេះគឺខ្ញុំនឹងចែករំលែកជូនបងប្អូនបាទអញ្ចឹងការវាស់ទី1ការវាស់ទៅលើសូណយរបស់ម៉ាស៊ីនបោកបាទអញ្ចឹងសម្រាប់យើងមុននឹងយើងឆែកវាបានគឺយើងត្រូវដោះវីមានទូរវិសបាទបងប្អូនចង់ដូរខ្លួនឯងមិនហៅជាងទៅអត់អស់លុយទេបាទអញ្ចឹងកុំឲ្យចំណាយច្រើនបងប្អូនអាចមើលវីដេអូខ្ញុំរហូតដល់ចប់បងប្អូននឹងដឹងថាមូលហេតុអ្វីបានម៉ាស៊ីនបោក Samsung វាអត់ហូរទឹកបាទអញ្ចឹងបងប្អូនទៅទាំងអស់គ្នាជាមួយខ្ញុំនឹងវាស់ចែករំលែកជូនបងប្អូនតែម្ដងបាទអញ្ចឹងទី1គឺយើងមានទូរវិសយើងសម្រាប់ដោះវាមើលថាវាខូចអត់បាទនេះការវាស់បាទកន្លែងនេះគឺពងទឹករបស់វាពងទឹករបស់វានេះគឺវាខូចបាទមិនមែនពងទឹកទេបាទសូណយបាទសូមអធិស្ឋានសូណយនេះគឺវាខូចអញ្ចឹងចង់ដឹងថាវាខូចយើងត្រូវធ្វើយ៉ាងម៉េចយើងត្រូវតែវាស់វាបាទត្រូវតែវាស់វាថាវាមានគីឡូអូមអត់បាទអញ្ចឹងបងប្អូនអាចជួយ Subscribe នៅក្នុង YouTube ខ្ញុំម្នាក់មួយដើម្បីបានវីដេអូថ្មីមួយដែរអញ្ចឹងបងប្អូនអាចនេះបាននេះគឺសូណយរបស់វាទឹកហូរចូលបាទទឹកហូរចូលម៉ាស៊ីនបោករបស់យើងឥឡូវយើងចង់ដឹងថាវាខូចមិនខូចអញ្ចឹងបងប្អូនអាចទៅវាស់ជាមួយខ្ញុំទាំងអស់គ្នាកុំឲ្យខាត់ពេលយូរបងប្អូនណាកុំឲ្យរងចាំយូរអញ្ចឹងបងប្អូនស្រឡាញ់គាំទ្រកុំភ្លេចអសោះជួយ Subscribe បាទឥឡូវនេះគឺយើងចាប់ផ្ដើមវាស់បងប្អូនគ្នាបាទអញ្ចឹងយើងទី1បើសិនជាបងប្អូនអត់មានអូម៉ែត្របងប្អូនអាចទិញអូម៉ែត្រនេះមួយដើម្បីសម្រាប់វាស់វាបាទអញ្ចឹងយើងជួយការងារយើងច្រើនមែនតើបាទយើងអត់អាចលេងសើចទេបើយើងអត់មានអានេះយើងក៏អត់អាចធ្វើការដែរបាទអញ្ចឹងបងប្អូនដែលមិនតន់មានជំនាញបងប្អូនអាចបើវីដេអូខ្ញុំច្រើនដែរនៅក្នុង YouTube បាទអញ្ចឹងបងប្អូនអាចតេស្តជាមួយខ្ញុំទាំងអស់គ្នាតោះតេស្តជាមួយខ្ញុំតោះយើងចាប់ផ្ដើមវាស់បងប្អូនបងប្អូនបាទយើងចាប់ផ្ដើមវាស់បងប្អូនគ្នាអានេះគឺជាអូម៉ែត្របាទអូម៉ែត្រអញ្ចឹងយើងវាស់ទៅលើយើងវាស់គីឡូអូមទៅលើនេះសូណយវាប៉ុន្តែអានេះវាមាន2ទេបងប្អូនបាទដោយសារខ្ញុំដកចេញមួយហើយវាខូចបាទអញ្ចឹងបងប្អូនអាចតេស្តជាមួយខ្ញុំថាវាខូចមិនខូចតោះបងប្អូនបាទឥឡូវយើងមានអូម៉ែត្រយើងកាច់ទៅគីឡូអូមយើងកាច់ទៅគីឡូអូមបងប្អូននេះកាច់ទៅគីឡូអូមបងបាទកាច់ទៅគីឡូអូមហើយយើងចាប់ដើមវាស់វាថាវាមានគីឡូអូមដែរទេវាមានអូមដែរទេបើសិនជាវាមានន័យថាវាអត់ខូចទេបាទបើសិនជាវាមានវាអត់ខូចទេបងប្អូនបាទអញ្ចឹងយើងវាស់ជើងវាមកជើង2នេះបាទយើងវាស់មកបងប្អូនណាបាទវានៅល្អទេអានេះវានៅល្អទេបើសិនជាវាអត់មានគីឡូអូមបែបនេះទេគឺវាខូចហើយអញ្ចឹងយើងចាប់ដើមដូរវាទៅបាទយើងទិញដូរវាទៅដូចនៅក្នុងវីដេអូនេះអញ្ចឹងបងប្អូនអាចធ្វើខ្លួនឯងបានមានអូម៉ែត្រប៉ុណ្នេះបានបាទអញ្ចឹងសម្រាប់អានេះម៉ាស៊ីន Samsung ទេបាទបើពាក់ព័ន្ធនឹងម៉ាស៊ីន LG វាផ្សេងទៀតបាទម៉ាស៊ីន LG ប៉ុន្តែបងប្អូនទិញអានេះមកដើម្បីបាទបងប្អូនបានឃើញហើយគឺខ្ញុំបោះសូណយហ្នឹងគឺវាខូចអាហ្នឹងចឹងបងប្អូនដែលចេះឬក៏មិនតន់ចេះបងប្អូនអាចនេះបានអាចមើលបានបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយវីដេអូនៅខាងលើនេះគឺខ្ញុំបានបដូរឲ្យភ្ញៀវរួចហើយបាទម៉ាស៊ីន Samsung វាខូចម៉ាស៊ីន Samsung ទឹកអត់ហូរចូលបាទអញ្ចឹងពាក់ព័ន្ធជាមួយនេះបងប្អូនអាចបោះបានអញ្ចឹងកុំភ្លេចបងប្អូនជួយ Subscribe នៅក្នុង YouTube ខ្ញុំម្នាក់មួយដើម្បីបានវីដេអូថ្មីតទៅទៀតបងប្អូនបាទសូមជម្រាបលាបងប្អូនទាំងអស់គ្នាបាទសូមជម្រាបលា